ឯកឧត្តមព្រួយរដ្ឋាអញ្ជើញចូលពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី30 ខែមករាឆ្នាំ2026នេះឯកឧត្តមព្រួយរដ្ឋាទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានអញ្ជើញចូលពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេខ409មួយខ្សែប្រវែង850ម៉ែត្រទៅតឹង5ម៉ែត្រស្ថិតនៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបងក្នុងឱកាសអញ្ជើញចូលពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងខាងលើឯកឧត្តមបានបញ្ជាក់ថាសម្រាប់ឆ្នាំ2026នេះមន្ត្រីសាធារណការខេត្តទទួលបានគម្រោងអភិវឌ្ឍខ្សែផ្លូវចំនួន6ខ្សែពីរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនហើយសម្រាប់ផ្លូវលេខ409ដែលកំពុងពន្លឿនការសាងសង់នេះគឺជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន6ខ្សែដែលមន្ត្រីសាធារណការខេត្តបានទទួលគម្រោងពីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឆ្នាំ2026នេះឯកឧត្តមបានបញ្ជាក់ទៀតថាពាក់ព័ន្ធលើការងារស្ថាបនាពង្រីកផ្លូវលេខ409នេះគឺក្រុមការងារបច្ចេកទេសនឹងធ្វើការកែបកដីគ្មានគុណភាពចេញនិងរៀបចំធ្វើគ្រឹះថ្មីដល់ក្រាលល្បាយថ្មមិចនិងគៀកិនបង្ហាប់ទៅតាមស្តង់ដារបច្ចេកទេសនិងបន្ទាប់មករៀបចំក្រាលកម្រាលសរសៃដែកតាមប្លង់បច្ចេកទេសដើម្បីបន្តធ្វើការចាក់ល្បាយបេតុងកម្រាស់15សង់ទីម៉ែត្រនិងបន្តថែទាំបេតុងដោយស្រោចទឹកហើយក្នុងពេលថែទាំបេតុងហាមមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវមួយរយៈរហូតដល់បេតុងរឹងមាំល្អទៅបើកឲ្យចរាចរណ៍ធម្មតាឡើងវិញជាមួយគ្នានេះឯកឧត្តមព្រួយរដ្ឋាក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ដីចំណីផ្លូវសូមឲ្យមានការចូលរួមនៅពេលដែលរដ្ឋត្រូវការបង្ខិតរបងសំយ៉ាបឬតម្រូវឲ្យកាត់អ្វីសូមឲ្យមានការចូលរួមដើម្បីសោភ័ណភាពក្រុងរបស់យើងផងនិងមួយវិញទៀតបើសិនជាយើងបានពង្រីកផ្លូវឲ្យធំទូលាយយើងនឹងមិនមានការកកស្ទះនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូច្នេះសូមឲ្យមានការចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ពីព្រោះក្រុមការងារបានបាញ់ថ្នាំជូនរួចអស់ហើយដោយវាស់ចេញពីប៉ុន្មានម៉ែត្រទាំងខាងឆ្វេងដៃនិងខាងស្ដាំដៃព្រោះកាលណាបើយើងអាចដោះចំណីផ្លូវរួចរាល់ទាំងអស់ទើបយើងអាចដំណើរការស្ថាបនាផ្លូវក្នុងក្រុងយើងជាបន្តទៅទៀតតែក្នុងករណីផ្លូវណាដែលមិនទាន់ដោះចំណីផ្លូវបានទេយើងក៏មិនអាចស្ថាបនាបានដែរក្នុងនាមមន្ត្រីជំនាញបាទហើយក្នុងដែរក៏សូមអំពាវនាវដល់បងប្អូនជីវរដ្ឋបាទដែលប្រើប្រាស់ដីចំណីផ្លូវបាទសូមឲ្យមានការចូលរួមបាទសូមឲ្យមានការចូលមកថាពេលដែលរដ្ឋត្រូវការដូចជាបខិតលបងសម្យ៉ាបឬកាត់តូបកាត់អីសូមឲ្យមានការចូលរួមហើយម្យ៉ាងទៀតដើម្បីសុខភាពក្រុងរបស់យើងផងបាទហើយណាមួយក្នុងនឹងដែរបើសិនជាយើងពង្រីកផ្លូវឲ្យបានធំទូលាយទៅយើងមិនមានការកកស្ទះហើយនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាទអញ្ចឹងសូមអំពាវនាវដល់បងប្អូនជីវរដ្ឋបាទសូមឲ្យមានការចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់បាទថាក្រុមការងារគាត់បានបាញ់ថ្នាំជូនរួចអស់ហើយពីអាក់ទៅប្រហែលម៉ែត្របាទខាងឆ្វេងខាងស្ដាំដៃអញ្ចឹងសូមឲ្យបងប្អូនមានការចូលរួមទាំងអស់គ្នាហើយក្នុងនឹងដែរគឺយើងតោះយើងដោះដីចំណីផ្លូវទាំងអស់រួចរាល់បានយើងអាចដំណើរការស្ថាបនាផ្លូវក្នុងក្រុងយើងជាបន្តទៅទៀតតែក្នុងករណីផ្លូវណាដែលមិនទាន់បានដោះដីចំណីទេយើងក៏អាចស្ថាបនាបានដែរបាទអញ្ចឹងសូមឲ្យមានការចូលរួមទាំងអស់គ្នាបាទដើម្បីឲ្យក្រុមការងាររបស់យើងស្ថាបនាបានដោយរលូនបាទអញ្ចឹងសូមអរគុណបាទ